នៅពេលនេះដែរពហុនត្រូវបានសមត្ថកិច្ចស្វែងរៀងបានឃាត់ខ្លួនដើម្បីទៅសួរនាំពាក់ព័ន្ធនឹងការប៉ះទង្គិចទៅលើនារីជនជាតិវៀតណាមម្នាក់ដែលចូលរំដោះអ្នកទោស6នាក់នៅក្នុងសាលាដំបងរាជធានីខេត្តស្វាយរៀងយើងបាទមុនដំបូងហ្នឹងគឺពហុនហ្នឹងហើយគឺជាអ្នកផ្ដល់ព័ត៌មានដើម្បីផ្សាយផ្ទាល់តាម Facebook របស់គាត់អំពីព្រឹត្តិការណ៍ដែលសមត្ថកិច្ចយើងតាមចាប់ជន់ដៃដល់ដែលរំដោះអ្នកទោសហ្នឹងដែលជិះឡានមុនដំបូងចេញពីសាលាដំបងខេត្តស្វាយរៀងហ្នឹងជិះទៅដូនសបន្ទាប់មកសមត្ថកិច្ចយើងបានដេញតាមទៅធ្វើឲ្យឡានដេញតាមកាត់គីវាក៏ប្លង់ឡាននឹងចោលជិះឡានផ្សេងមួយទៀតទៅបន្តទៀតណាជិះទៅក្រុងប្រវត្តិហើយក៏ភ្លូកនៅប្រវត្តិនោះហើយក៏ចុះរត់ដើរដល់ល្ងាចខ្ទង់ម៉ោងប្រហែលជាម៉ោង7 8ល្ងាចហ្នឹងក៏ស្រាប់តែមានព័ត៌មានថាបានឃើញជន់សង្ស័យទាំង7រូបនោះរត់គេចពីសមត្ថកិច្ចសមត្ថកិច្ចក៏តាមប្រមាញ់ចាប់រហូតចាប់បានពហុនតែម្ដងចាប់បានពហុនហ្នឹងចាប់បានពហុនតែអធិស្ឋានមិនចាប់បានពហុនទេចាប់បានអ្នកទោសទាំង6នាក់នោះពេលដែលចាប់បានភ្លាមនោះក៏មានអ្នកសារព័ត៌មានទៅជាច្រើនក្នុងនោះដែរមានពហុនដែរបាទតាមយើងមើលទាំងអស់គ្នាបាទពហុនព្រោះថាគាត់ទម្លាក់ចូលក្នុងក្រុម Telegram គាត់រហូតមកគឺព័ត៌មានទាំងអស់អាប់ដេតហ្នឹងគឺគាត់ទម្លាក់ចូលក្នុងក្រុម Telegram គាត់ទាំងអស់គាត់ដើម្បីឲ្យប្រជាជននៅក្នុងខេត្តស្វាយរៀងយើងហ្នឹងតាមដានព័ត៌មានតែចៃដន្យអីអាវីដេអូមួយខ្លីហ្នឹងគឺបង្ហាញថាបៀតបៀនទៅលើនារីដែលជាជនជាតិវៀតណាមជនល្មើសហ្នឹងណែមករំដោះអ្នកទោសពេលព្រឹកបាញ់ប៉ូលីសយើងគេចផុតហ្នឹងគឺបានអ្នកសារព័ត៌មានតែមិនប្រកាសថាពហុនអ្នកធ្វើទេដោយសារដៃនេះមិនមែនដៃពហុនទេដៃពហុនពាក់អាវសតែអ្នកលូកហ្នឹងអាចជាអ្នកផ្សេងអញ្ចឹងណាហើយធ្វើឲ្យអ្នកនៅក្នុងបណ្ដាញសង្គម Facebook យើងមានការប្រតិកម្មជាខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូររបស់សមត្ថកិច្ចអីចឹងណាព្រោះថាអ្នកខ្លះថាសមត្ថកិច្ចអីចឹងតែការពិតមិនមែនទេគឺជាអ្នកសារព័ត៌មាន MMO ក្នុងនោះដែរក៏យើងឮសំឡេងពហុនដែរបាទឮសំឡេងពហុននិយាយបន្ថែមលបោអីចឹងណាហើយស្រាប់តែថ្ងៃទី19នេះក៏ស្នងការខេត្តស្វាយរៀងហ្នឹងគឺក៏ហៅពហុនទៅឲ្យបំភ្លឺចំពោះករណីមួយហ្នឹងបាទឥឡូវពហុនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបាទពីអ្នកសារព័ត៌មានផ្សេងទៀតបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទបងប្អូនជួបគ្នានៅវីដេអូក្រោយ